រឿងព្រះអាទិត្យព្រះពាយនិងព្រះភិរុណថ្ងៃមួយមានការប្រឡងប្រជែងដ៏អស្ចារ្យរវាងព្រះអាទិត្យព្រះពាយនិងព្រះភិរុណទាំងបីព្រះអង្គបានល្បងយុទ្ធសិល្ប៍ជាមួយគ្នាដោយដាក់កំណត់ថាបើនរណាអាចធ្វើឲ្យអាវបុរសម្នាក់ដែលកំពុងដើរក្នុងវាលស្រែនោះរបូតចេញពីខ្លួនបានអ្នកនោះជាអ្នកពូកែជាងគេនិយាយហើយក៏ចាប់ផ្ដើមបញ្ចេញយុទ្ធសាស្ត្ររៀងៗខ្លួនដោយយកពពកធ្វើជាអាជ្ញាកណ្ដាលពពកចេញឲ្យឆ្ងាយពពកនាំគ្នាថយក្រោយអស់បើកផ្លូវឲ្យព្រះអាទិត្យបញ្ចេញឫទ្ធិព្រះអាទិត្យបានចាប់ផ្ដើមបញ្ចេញពន្លឺនិងកម្ដៅទៅលើបុរសនោះមិនត្រឹមតែមិនព្រមដោះអាវទេគាត់ថែមទាំងជេរប្រដេចថែមទៀតផងតួព្រះអាទិត្យខំបញ្ចេញកម្ដៅយ៉ាងណាក៏ដោយបុរសនោះនៅតែមិនព្រមដោះអាវចេញពីខ្លួនគាត់ទាល់តែសោះឡើយដោយព្រះអាទិត្យអស់កម្លាំងល្ហិតល្ហៃក៏ទុកនាទីឲ្យបេក្ខជនទី2គឺព្រះពាយវេនព្រះពាយពពកក៏ចាប់ផ្ដើមត្រៀមជើងព្រូពពករត់ប្រសាចពេញមេឃព្រះពាយក៏ចាប់ផ្ដើមបញ្ចេញខ្យល់បោកមកលើបុរសនោះយ៉ាងខ្មូខ្មាញ់ស្មានតែបុរសនោះប៉ើងបាត់ខោអាវអស់ហើយព្រោះឃើញគាត់ខ្ទាតចេញពីភ្លឺស្រែតែការពិតបុរសនោះនៅតែកាន់អាវគាត់ជាប់រហូតហើយខំទប់ខ្លាំងជាងមុនថែមទៀតផងដោយព្រះពាយអស់កម្លាំងហើយបុរសនោះក៏មិនព្រមដោះអាវទៀតក៏ទុកឱកាសឲ្យព្រះភិរុណវិញម្ដងពពកចាប់ផ្ដើមហើយពពកក៏ប្រមូលផ្ដុំគ្នាខ្មូខ្មាញ់បង្កើតបានជាពពកខ្មៅធ្លាក់ភ្លៀងមកឈូបុរសនោះក៏និយាយថាថ្ងៃនេះត្រជាក់ត្រជុំម្ល៉េះត្រជាក់ស្រួលណាស់មួយសន្ទុះក្រោយមកគាត់ក៏ដោះអាវចេញពីខ្លួនរបស់គាត់ហើយយកពួតយកទៅហាលថ្ងៃដូច្នេះព្រះភិរុណជាអ្នកឈ្នះរឿងនេះចង់និយាយពីកុំប្រើជីវិតអ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯង